ចាប់ផ្ដើមពីចំណុចដែរបងប្អូនទាំងអស់គ្នាអាចចាប់ផ្ដើមមកវិញពីចំណុចណាក៏ដោយពី0ក៏ដោយពីក្រោម0ក៏ដោយចាប់ផ្ដើមពីធ្វើការឲ្យគេវិញក៏ដោយខ្ញុំជឿថាអ្នកណាក៏តែងតែមាននៅកំហុសប៉ុន្តែវីដេអូនេះខ្ញុំមិនមែនលើកទឹកចិត្តឲ្យអ្នកដែលគាត់កំពុងតែចាប់ផ្ដើមធ្វើអ្វីមួយអត់ខ្វល់ខ្វាយប្រុងប្រយ័ត្នយកចិត្តទុកដាក់នៅកិច្ចការដែលកំពុងតែធ្វើឯងជាពិសេសការសម្រេចចិត្តវីដេអូនេះគឺខ្ញុំលើកទឹកចិត្តសម្រាប់អ្នកដែលគាត់បានកំពុងតែធ្វើកំហុសហើយឬក៏ធ្វើអ្វីដែលមិនគប់ចិត្តហើយកំពុងតែបន្ទោសខ្លួនឯងកំពុងតែមានវិបដិសេរីហើយកំពុងតែតូចចិត្តអ្វីដែលជាអតីតកាលអ្វីដែលយើងបានធ្វើហើយវាកន្លងផុតទៅហើយប៉ុន្តែអ្វីដែលយើងចាប់ផ្ដើមសារជាថ្មីរៀនអំពីអ្វីដែលជាកំហុសពីអតីតកាលយកមកកែប្រែនៅការគិតសម្រាប់ចិត្តនិងសកម្មភាពថ្មីដើម្បីឲ្យលទ្ធផលវាល្អប្រសើរជាងមុនណាវាគឺជារឿងមួយដែលសំខាន់ព្រោះបើសិនជាទាំងអស់គ្នាយកធម្មពលយកអារម្មណ៍ទៅសោកសៅវាអត់មានអីរីកចម្រើនត្រឡប់មកវិញទេត្រឡប់មកវិញសម្រាប់អ្នកដែលគាត់ធ្លាប់បានខាតធ្លាប់បានលងខ្លួននៅក្នុងវិស័យការទិញលក់អចលនទ្រព្យអាចកលេចតិចមើលថាតើអាពេលដែលយើងសម្រេចចិត្តពេលមុនវាមានចំណុចណាដែលយើងអាចរៀនសូត្របានដើម្បីយកមកអនុវត្តនៅក្នុងការទិញលក់អចលនទ្រព្យរបស់យើងនឹងឲ្យមានលទ្ធផលល្អប្រសើរជាងមុនហើយអ្វីដែលខ្ញុំចេញវីដេអូនេះគឺក៏ជាការចែករំលែកទៅដល់កូនក្មួយបងប្អូនដែលក្មេងៗជំនាន់ក្រោយដែលអត់ទាន់បានឆ្លងកាត់នៅបទពិសោធន៍ទាំងអស់នេះអាចចាប់ផ្ដើមយល់ខ្លះត្រៀមខ្លួនខ្លះដើម្បីឲ្យខ្លួនឯងដើរទៅនៅលើផ្លូវដែលសុវត្ថិភាពអញ្ចឹងតាមបទពិសោធន៍ខ្ញុំតើក៏ដូចជាបងប្អូនមួយចំនួនដែលយើងបានជួបរឿងរ៉ាវវិស័យការទិញលក់អចលនទ្រព្យដែលគេផ្សេងគេរត់ត្រូវគេចំណេញគេបានលុយតែហេតុអីបានជាយើងទិញទៅចេះតែខុសទិញទៅចេះតែខាតទិញទៅចេះតែលក់មិនចេញចំណុចទាំងអស់នោះវាមានចំណុចទូចជាច្រើនប៉ុន្តែក្នុងคลิปវីដេអូមួយនេះខ្ញុំចែករំលែកជាបទពិសោធន៍មួយចំនួនដែលយើងអាចយកទៅសិក្សាហើយនឹងប្រុងប្រយ័ត្នបានសម្រាប់ជំហានបន្ទាប់សម្រាប់ការសម្រេចចិត្តដែលខ្ញុំស្ដាប់បងស្រីមួយដែលគាត់ចែករំលែកគាត់នៅលើវិស័យអចលនទ្រព្យដូចគ្នាប៉ុន្តែគាត់មានអតីតកាលរស់ស៊ីច្រើនគាត់ជាអ្នកលក់មាសអីផ្សេងអញ្ចឹងខ្ញុំបានស្ដាប់គាត់ពីការដែលយើងអាចរក្សាតម្លៃលុយនៅក្នុងវិស័យអចលនទ្រព្យដែលធៀបជាមួយនឹងការទិញដីទិញមាសចាគួរទិញបែបម៉េចបើសិនជាមានលុយយើងទិញទាំងអស់តែបើសិនជាមានជំរើសចាគឺគាត់ជ្រើសរើសយកការទិញដីហើយខ្ញុំគាំទ្រគាត់ចា 100% ព្រោះតម្លៃមាសដែលគាត់លើកឡើងកាលពីឆ្នាំ90ជាងចាខ្ញុំជំនាន់ហ្នឹងក៏ខ្ញុំអត់ទាន់ថាមកជីប្រហែលដែរប៉ុន្តែបើសិនជាជាក់ស្ដែងឧទាហរណ៍ថាមកជីខ្ទង់300ចាមកដល់ឥឡូវមកជី500ជាងតែតម្លៃលុយមកជីមាសដូចគ្នាតម្លៃលុយកាលពីមុនមកដល់ឥឡូវតើវាខុសគ្នាបែបម៉េចហើយគាត់លើកឡើងអំពីជំហាននៃការដែលគាត់យកមាស7ជីទៅទិញដីចាហើយបច្ចុប្បន្នវាឡើងដល់1លានជាងតែបើសិនជាគាត់ទុកជាមាស7ជីលក់ឥឡូវគាត់បានប្រហែល3000ជាងអញ្ចឹងវិលជុំត្រឡប់មកវិញគឺនៅតែវិស័យអចលនទ្រព្យដីធ្លីគឺជាអ្វីមួយដែលជាទ្រព្យសម្បត្តិដែលល្អនៅក្នុងការវិនិយោគទិញទុករយៈពេលខ្លីរយៈពេលវែងទិញដើម្បីគេហៅថារក្សាតម្លៃលុយទិញដើម្បីបង្កើតជាចំណូលអាចអ្នកខ្លះគាត់ធ្វើជាបន្ទប់ជួលផ្ទះជួលអគារជួលដើម្បីទទួលបានប្រាក់ប្រចាំខែនៅក្នុងការដែលរស់នៅសប្បាយរីករាយនៅពេលដែលចាស់ទៅអញ្ចឹងសម្រាប់អ្នកដែលគាត់ជួបឧបសគ្គនៅក្នុងការទិញអចលនទ្រព្យអត់ទាន់ត្រូវអាចមកពិនិត្យមើលនៅការសម្រេចចិត្តកាលពីអតីតកាលតែការសម្រេចចិត្តនៃការចាត់ចែងហិរញ្ញវត្ថុលុយរបស់យើងយកលុយបែបណាទៅទិញលុយបែបណាចង់សម្ដៅទៅលើចាតើវាជាលុយដែលយើងសម្រាប់ចាយប្រចាំថ្ងៃចាំបាច់យកទៅទិញឬក៏លុយសម្រាប់អាជីវកម្មដែលត្រូវបំរុងនៅក្នុងការពង្រឹងអាជីវកម្មចាយកទៅទិញឬក៏ជាលុយដែលយើងដកទុកសម្រាប់វិនិយោគនៅលើដីដែលជាលុយសុវត្ថិភាពមួយយកទៅទិញចាឆ្លុះប្រចាំងចំណុចហិរញ្ញវត្ថុកន្លែងហ្នឹងចាទី2ពាក់ព័ន្ធជាមួយនឹងទីតាំងតើទីតាំងណាដែលបងប្អូនទាំងអស់គ្នាបានសម្រេចចិត្តទិញហើយហេតុអ្វីពេលនោះសម្រេចចិត្តទិញដោយកត្តាអារម្មណ៍ដោយជ្រួលតាមគ្នាឬក៏ដោយការសម្រេចចិត្តទៅលើយុទ្ធសាស្ត្រតែយើងទិញក្នុងគោលបំណងអីអ្នកណាជាអតិថិជនរបស់យើងតែពួកគាត់នៅកន្លែងណាហើយតំបន់ហ្នឹងតែពួកគាត់នឹងត្រូវការអត់ចំណុចទី3យើងទៅទិញទីតាំងដែលចំណេញរយៈពេលវែងតើតែរយៈពេល5ឆ្នាំឬ10ឆ្នាំទើបបានចំណេញយើងទិញនៅក្នុងតម្លៃមួយដ៏ល្អប៉ុន្តែចាក់ស្ដែងចាអ្វីដែលយើងយកទៅវិនិយោគយកទៅគេហៅថាធ្វើឲ្យដីនឹងបន្ថែមនៅមុខមាត់កែច្នៃដើម្បីឲ្យលក់ចេញក្នុងរយៈពេលខ្លីចាអាយុទ្ធសាស្ត្រដែលយើងគិតថាចង់ធ្វើវាឲ្យបង្កើតលុយឲ្យបានលឿនជាងការដែលគិតយើងយកទៅ make up ថង់ទៅលើដីចាហើយ
ការធ្វើទីផ្សារយើងនៃការលក់របស់យើងនៅមានកម្រិតដែលធ្វើឲ្យលុយយើងដាក់ចូលទៅអត់ឃើញត្រឡប់មកវិញយើងអាចមើលថាតើយើងស្ថិតនៅចំណុចណាចាបើសិនជាបងប្អូននៅចំណុចណាមួយចាអាចចែករំលែកបន្ថែមដែលយើងមើលឃើញថាចំណុចនេះយើងក៏ធ្លាប់មានទុកជាបទពិសោធន៍សម្រាប់ក្មេងៗជំនាន់ក្រោយក៏ដូចជាសម្រាប់បងប្អូនដែលគាត់កំពុងតែបាក់ទឹកចិត្តវិស័យចលនាទ្រព្យល្អយើងត្រូវតែរៀននៅបទពិសោធន៍អ្វីដែលយើងធ្វើខុសពីមុនហើយពំនាំក្តីសង្ឃឹមហើយបន្តនៅសកម្មភាពប្រចាំថ្ងៃរីករាយនៅអ្វីដែលយើងកំពុងតែមានកុំមានអារម្មណ៍មួយតានតឹងចង់ឲ្យវាបានលឿនពេកគ្មានអ្វីដែលបានមកលឿនពេកតាមតែចិត្តយើងចង់បានដែរប៉ុន្តែយើងត្រូវតែមានការអត់ធ្មត់ចាក់ហើយគួរទៅមុខបដោតទៅលើគោលដៅដែលរីករាយនៅអ្វីដែលយើងកំពុងតែមានរៀនចាប់ដើមឡើងវិញអរគុណសម្រាប់ការចែករំលែកនៅវីដេអូមួយនេះជាបទពិសោធន៍សម្រាប់បងប្អូនផ្សេងៗទៀតដែលគាត់អត់ទាន់បានឆ្លងកាត់ឬក៏អ្នកដែលឆ្លងកាត់ហើយកំពុងតែបាក់ទឹកចិត្តឲ្យពួកគាត់ក្រោកត្រឡប់មកវិញដើម្បីស្រឡាញ់ចានៅអ្វីដែលខ្លួនឯងកំពុងតែមានហើយបន្តដំណើរនៅក្នុងវិស័យដែលខ្លួនឯងស្រឡាញ់ចាប់ផ្ដើមសារជាថ្មីហើយបើសិនជាសំណប់ចិត្តបងប្អូនទាំងអស់គ្នាអត់ទាន់បានចូលទៅ follow page ខូចស្មីចាចូលទៅ follow ម្នាក់មួយបើសិនជាទាំងអស់គ្នាចង់ដឹងអីពីខូចស្មីបន្ថែមតាមដានជាមួយនឹងវីដេអូក្រោយទាំងអស់គ្នាបាយបាយ